រៀនតាមជូកលៀនដែលអាចយកទៅអនុវត្តបានទាំងក្នុងជីវិតផ្ទាល់ខ្លួនការសិក្សានិងការងារជូកលៀនជានរណាជូកលៀនគឺជាអ្នកប្រាជ្ញអ្នកយុទ្ធសាស្ត្រនិងអ្នកដឹកនាំនយោបាយដ៏ល្បីល្បាញបំផុតនៅសម័យសង្គ្រាម3នគរនៃប្រទេសចិនលោកបម្រើជានាយករដ្ឋមន្ត្រីនិងជាអ្នកប្រយុទ្ធដ៏ធំមួយរបស់ស៊ូហានក្រោមការដឹកនាំរបស់លាវប៉ៃជូកលៀនត្រូវបានគេចាត់ទុកថាជាគំរូនៃប្រាជ្ញាគុណធម៌សុចរិតភាពនិងភាពស្មោះត្រង់2រៀនតាមជូកលៀនស្ដីអំពីអ្វីការរៀនតាមជូកលៀនមិនមែនត្រឹមតែរៀនយុទ្ធសាស្ត្រសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែជាការរៀនអំពីរបៀបគិតរបៀបរស់នៅរបៀបធ្វើការនិងរបៀបដឹកនាំមនុស្សដោយផ្អែកទៅលើគុណធម៌និងប្រាជ្ញា3មេរៀនសំខាន់ដែលអ្នកអាចរៀនបានពីជូកលៀន 3.1 ប្រាជ្ញានិងការគិតវែងឆ្ងាយជូកលៀនមិនដែលសម្រេចចិត្តដោយអារម្មណ៍ទេលោកតែងតែវិភាគស្ថានភាពវិតម្លៃកម្លាំងខ្លួននិងសត្រូវគិតពីផលវែងឆ្ងាយមេរៀនមុននឹងធ្វើអ្វីមួយត្រូវគិតឲ្យជ្រៅមើលឲ្យឆ្ងាយមិនប្រញាប់ប្រញាល់ 3.2 សុចរិតភាពនិងភាពស្មោះត្រង់ជូកលៀនស្មោះត្រង់ចំពោះលាវប៉ៃនិងប្រទេសជាតិរហូតដល់ស្លាប់លោកមិនដែលប្រើប្រាជ្ញារបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយមេរៀនមនុស្សមានតម្លៃមិនមែនដោយចំណេះដឹងប៉ុណ្ណោះទេតែដោយសារតែសុចរិតភាពនិងភាពស្មោះត្រង់ 3.3 ការលះបង់និងការទទួលខុសត្រូវលោកបានបង្ហាញពីចិត្តលះបង់ជីវិតដើម្បីបម្រើប្រទេសជាតិលោកធ្វើការមិនដឹងថ្ងៃយប់រហូតសុខភាពទ្រុឌទ្រោមមេរៀនការជោគជ័យបានមកពីទំនួលខុសត្រូវនិងការលះបង់មិនមែនមកពីភាពស្រណុកសុខស្រួលនោះទេ 3.4 វិន័យខ្លួនឯងនិងភាពស្ងប់ស្ងាត់ជូកលៀនរស់នៅសាមញ្ញមិនលោភលន់អំណាចឬទ្រព្យសម្បត្តិចិត្តរបស់លោកស្ងប់ស្ងាត់ធ្វើឲ្យការសម្រេចចិត្តមានភាពច្បាស់លាស់មេរៀនបើចិត្តមិនស្ងប់ការគិតនឹងវង្វេងដូច្នេះត្រូវគ្រប់គ្រងខ្លួនឯងមុនគេ 3.5 ការដឹកនាំដោយគុណធម៌ជូកលៀនមិនដែលបង្ខំឲ្យអ្នកដទៃដោយអំណាចទេតែប្រើគុណធម៌និងយុត្តិធម៌និងការយកចិត្តទុកដាក់ដើម្បីឲ្យមនុស្សគោរពដោយចិត្តមេរៀនអ្នកដឹកនាំល្អគឺជាអ្នកដែលធ្វើឲ្យអ្នកដទៃគោរពដោយស្ម័គ្រចិត្តមិនមែនដោយការភ័យខ្លាច 3.6 ការប្រើមនុស្សត្រឹមត្រូវជូកលៀនចេះស្គាល់សមត្ថភាពមនុស្សមិនប្រើមនុស្សតាមចិត្តស្និទ្ធប៉ុន្តែប្រើតាមសមត្ថភាពមេរៀនការជោគជ័យបានមកពីការដាក់មនុស្សត្រឹមត្រូវនៅតាមទីកន្លែងត្រឹមត្រូវ 4. អត្ថន័យសម្រាប់ជីវិតសម័យបច្ចុប្បន្នសម្រាប់យើងសពថ្ងៃការរៀនពីជូកលៀនមានន័យថារៀនគិតឆ្លាតមិនគិតខ្លីរស់នៅដោយគុណធម៌ធ្វើការដោយស្មោះត្រង់អត់ធ្មត់ចំពោះការលំបាកនិងដឹកនាំខ្លួនឯងមុនដឹកនាំអ្នកដទៃរៀនតាមជូកលៀនគឺជាការរៀនធ្វើមនុស្សដែលមានប្រាជ្ញាឈ្លាសវៃចិត្តស្អាតការលះបង់វិន័យខ្លួនឯងបើអនុវត្តបាននោះមិនត្រឹមតែជោគជ័យនៅក្នុងការងារទេប៉ុន្តែជាមនុស្សដែលមានតម្លៃនៅក្នុងសង្គមផងដែរ